បន្ទាប់ពីយើងបានឃើញការទិញចូលថ្លៃៗនៅភាពមុនឥឡូវនេះយើងនឹងទៅរកលេខ6ទៅលេខ4កន្លែងដែលទិញចូលលើសប្រាក់100លានដុល្លារត្រូវបានប្រើសម្រាប់តារាបាល់ទាត់ខ្ពស់ៗបំផុតលេខ6 Jude Bellingham ទិញពីក្លឹប Dortmund ទៅក្លឹប Real Madrid តម្លៃប្រហែល145លានដុល្លារអាមេរិកកីឡាករវ័យក្មេងអង់គ្លេសនេះបានបង្ហាញថាតម្លៃរបស់អាយុវ័យអាចលើសជាងអ្នកចាស់ៗបានដែរ Bellingham បានក្លាយជាផ្នែកសំខាន់បំផុតនៃក្លឹប Real Madrid បន្ទាប់ពីចូលរួមគាត់បានទទួលស្នាដៃដ៏អស្ចារ្យក្នុងរដូវកាលដំបូងហើយពិភពបាល់ទាត់ទាំងមូលគឺនៅតែមើលគាត់ជាអនាគតលេខ5 Philippe Coutinho ទិញពីក្លឹប Liverpool ទៅក្លឹប Barcelona តម្លៃប្រហែល145លានដុល្លារអាមេរិកការទិញនេះធ្វើឲ្យ Barcelona សង្ឃឹមថានឹងជំនួស Neymar បន្ទាប់ពីគាត់ចាក់ចេញទៅ PSG ទោះបីជាការលេងរបស់គាត់មិនសូវសមនឹងតម្លៃក៏ដោយប៉ុន្តែវានៅតែជាការទិញចូលដ៏ល្បីល្បាញក្នុងប្រវត្តិសាស្ត្របាល់ទាត់លីក4 Kylian Mbappé ទិញពីក្លឹប Monaco ទៅក្លឹប PSG តម្លៃប្រហែល180លានដុល្លារអាមេរិកនៅឆ្នាំ2018 PSG បានបំបែកកំណត់ត្រាដោយទិញកីឡាករវ័យក្មេងម្នាក់ដែលទើបតែឈ្នះ World Cup ការលេងលើល្បឿននិងការស៊ុតដ៏មិនធម្មតាបានធ្វើឲ្យគាត់ក្លាយជាអ្នកលេងតម្លៃខ្ពស់ជាងគេក្នុងចំនួនរបស់ខ្លួនទោះបីជា PSG ត្រូវចំណាយយ៉ាងច្រើនប៉ុន្តែគាត់បានបង្ហាញថាវាជាការវិនិយោគមិនខុសតម្លៃទាំងនេះបានបង្ហាញថាពិភពបាល់ទាត់មិនត្រឹមតែជាការប្រកួតទេប៉ុន្តែជាអាជីវកម្មលើសលប់នៅ EP 3យើងនឹងនាំអ្នកទៅរកលេខ3ទៅលេខ1ការទិញចូលដ៏អស្ចារ្យនិងកំណត់ត្រាថ្លៃបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់ចាំមើលថាអ្នកណានឹងកាន់កាប់តំណែងលេខ1